បាទបើយោងតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កម្ពុជាបានបញ្ជាក់ថានៅខេត្តមុខដាហានប្រទេសថៃបានរកឃើញនៅករណីវិជ្ជមានក៏ដូចជាករណីឆ្លងជំងឺអង្ត្រាក់ឬក៏ពឹសធ្យូងចំនួន2ករណីទៅលើមនុស្សនៅក្នុងនោះមានមួយករណីបានស្លាប់បាត់បង់ជីវិតដែលជាមនុស្សប្រុសអាយុ53ឆ្នាំនិងម្នាក់ទៀតកំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យចំពោះមូលហេតុដែលឆ្លងជំងឺនេះបើយោងតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កម្ពុជាបានបញ្ជាក់ថាដោយសារតែពួកគេបរិភោគនៅសាច់គោឆៅដែលមានឆ្លងមេរោគបាក់តេរីអង្ត្រាក់យ៉ាងណាមិញនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបានអះអាងថាជំងឺនេះគឺមានឱសថព្យាបាលជាបានក្រោយពីធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់គូបញ្ជាក់ផងដែរថាជំងឺអង្ត្រាក់ឬក៏ពឹសធ្យូងគឺជាជំងឺដែលបណ្ដាលមកពីបាក់តេរីម្យ៉ាងឈ្មោះថា Bacillus anthracis ចំពោះការចម្លងគឺបណ្ដាលមកពីមនុស្សបរិភោគសាច់ឆៅឬក៏ប៉ះពាល់ទៅនឹងប្រភេទសត្វដែលស៊ីស្មៅដូចជាគោក្របីជាដើម